Okay, chân dương gì ông pi bảo paid about supporting sentence. Số tha supporting sentence chị ấy như cô đã score ấy nữa. Dùng cái tạm biệt hiện một. Trong cái ta ơi để dược ba là tiếng mình hiện hỏi để bị buồn đấy. Topic sentence give the main idea of the paragraph. Tùng tí bảo topic sentence thì S ประโยคទី1ประโยคពីគោលបំណងដែលសំខាន់វាក៏សំខាន់ពីកថាខណ្ឌទាំងមូលឥឡូវ TS គឺ supporting sentences នេះគោលបំណងរបស់វាទៅអីគឺ idea to support topic sentence ប្រាប់លោកឡោះពី3ទៅ5 idea ស្អីទៅឲ្យទៅគ្រប់គ្រង topic sentence អញ្ចឹងប្រាប់តែយើងបានទៅសេ topic sentence មួយហើយទៅយើងទៅសេ supporting sentence នេះបានតាមក្រោយបើយើងថា I like Cambodia because of 3 reasons អញ្ចឹងយើងទៅរក3 headផលដែលយើងចូលចិត្តស្រុកខ្មែរក្រៅពី focus លើ reason head ផលយើងអាចនិយាយទៅលើកត្តាផ្សេងទៀតបានអញ្ចឹងបានកន្លែងនេះបញ្ចូលយើងពីរបៀបនៃការសរសេរ supporting A good supporting sentences have different goals. Writer varies them too. Okay, 1. Explain. Ra bị đó haiផលហើយការបញ្ចូល The family moved from village to capital for economic reasons. Describe bài bằng bó này các bạn. She lived in a lovely 3-story castle surrounded by forests. New reason ជាប្រភេទ supporting ដែលនិយមប្រើជាងគេ Lucas finally quit his job because of the stressful working environment. Give facts. More than 10% of the university student population is international. ឲ្យព័ត៌មានទាំងឡាយដែលជាការពិតអត់អីដែរ But do recommend to mention the resource. Give example ដូច explain ដែរគាត់តែយើងព្យាយាមឲ្យលម្អិតការបញ្យល់ផងឲ្យវាលម្អិតជាងនឹងទៀតយើងឲ្យជាឧទាហរណ៍ Orange and grapefruit grow in California. Define ឆ្លៀតបញ្យល់អត្ថន័យនៅក្នុង clear នេះយើងសរសេរហ្នឹង Many tourists visit Bangkok, which is the capital and largest city of Thailand. Clear ក្រោយដែលជា relative clause នេះបញ្យល់ឬក៏ឲ្យអត្ថន័យទៅឲ្យពាក្យមួយនេះ Okay. តោះរៀនអ្នកណាចាំ chapter ដែលខ្ញុំបរៀនមុនពេលដែលខ្ញុំបរៀន paragraph ខ្ញុំថាមានធាតុសំខាន់4តើអត់ដល់ពេល chapter នេះគេបរៀនយើងធាតុសំខាន់របស់ paragraph មានតែ3ទេគឺ topic sentence ដែលយើងបានរៀនហើយ topic sentences
topic sentence ឲ្យយើងនិយាយថាមានតែ3ទេ There are 3 elements to build a paragraph ខុសពីខ្ញុំនិយាយ right លេខ1ទៀតតែលេខ1ទៀត detail តែពេលនោះខ្ញុំបញ្យល់ថា detail គឺការបញ្យល់បន្ថែមexample ឡើងវិញព្រោះកុំរយវា contradict បញ្យល់លើកមុនផ្សឹងដល់ពេលមកនិយាយទៅផ្សេងចាំយើង rest ចាំឲ្យខ្ញុំឡើងអូខេអញ្ចឹង topic sentence ទាំងសភៅទាំងការដែលខ្ញុំបញ្យល់គឺដូចគ្នា មិនស្អីទៅ simple sentence compound sentence complex sentence ឲ្យតែវាមកប្រយោគហើយតែសេរាយរាប់ពីគោលបំណងរបស់ paragraph ហ្នឹង topic sentence ទៅសេបែបម៉េចខ្លួនរបស់វាពិតជាបែបហ្នឹងមែនកុំឲ្យថាទៅសេពីគុណសម្បត្តិចំនួន3ដល់ពេលអានអស់ទៅសេគុណវិបត្តិទៅវិញហើយទៅសេតិចជាងហ្នឹងឬទៅសេលើសហ្នឹងគឺវាខុសអូខេ supporting sentences ខ្ញុំប្រាប់ថារកគំនិតមកគ្រប់គ្រង topic ខាងលើបាច់មិញហ្នឹងផ្សេងគ្នារកពី3ទៅ5មកចន្លោះហ្នឹងចឹងហ្នឹងក៏កុំឲ្យលើស idea ត្រូវតែផ្សេងគ្នាគុណសម្បត្តិរកគុណសម្បត្តិមក topic បញ្យល់ហេតុផលនិយាយហេតុផលហើយនៅក្នុងសភៅបានប្រាប់យើងថា supporting sentence នេះមានរបៀបមាន technique style នៅក្នុងការសរសេរចំនួនដូចបានឃើញទី4 6 មាន explain មាន describe មាន give reason មាន fact មាន example មាន define ដល់ពេលអញ្ចឹងមើលសភៅហ្នឹងវាខុសពីអីដែលខ្ញុំបានបញ្យល់វាជាន់គ្នានឹងអាក្រោមនេះជាន់គ្នាទៅនឹង detail ខ្ញុំមិនដឹងសភៅគឺអត់បែងចែក detail ទេសភៅយើងចាត់ទុក supporting sentence ហើយនឹង detail ជារឿងតែមួយtechnique ខ្ញុំ detail គឺដើរតួគ្រប់គ្រងឲ្យ supporting ខាងលើហ្នឹងឲ្យអូខេអញ្ចឹងយើងនិយាយអំពីប្រភេទរបស់ supporting sentence បើសួរថា supporting sentence ជាអីយើងគួរតែស្គាល់ហើយណាយោងទៅតាមមេរៀនមុនក្នុងកថាឲ្យដែលយើងបានរៀនមេរៀនទី1មេរៀនទី4ហើយtopic sentence give the main idea of the paragraph ទូនាទីរបស់ topic sentence TS ប្រយោគទី1បញ្យល់ពីគោលបំណងដែលសំខាន់វាក៏សំខាន់ពីកថាខណ្ឌទាំងមូលឥឡូវ TS គឺ supporting sentences នេះគោលបំណងរបស់វាទៅអីគឺ idea to support topic sentence ប្រាប់លោកឡោះពី3ទៅ5 idea ស្អីទៅឲ្យតែគ្រប់គ្រង topic sentence អញ្ចឹងប្រាប់តែយើងបានសរសេរ topic sentence មួយហើយទៅយើងសរសេរ supporting sentence នេះបានតាមក្រោយបើយើងថា I like Cambodia because of 3 reasons អញ្ចឹងយើងទៅរក3ហេតុផលដែលយើងចូលចិត្តស្រុកខ្មែរក្រៅពី focus ទៅលើ reason ហេតុផលយើងអាចនិយាយទៅលើកត្តាផ្សេងទៀតបាន
ចឹងបានកន្លែងនេះបញ្យល់យើងពីរបៀបនៃការសរសេរ supporting. A good supporting sentences have different goals. Writer varies them too. Okay. 1. Explain. Tryពីផ្ដល់ហេតុផលហើយការបញ្យល់ The family moved from village to capital for economic reasons. Describe. Bài bằng bó thì có bạn. She lived in a lovely three-story castle surrounded by forests. Give reason ជាប្រភេទ supporting ដែលនិយមប្រើជាងគេ Lucas finally quit his job because of the stressful working environment. Give facts. More than 10% of the university student population is international. ឲ្យព័ត៌មានទាំងឡាយដែលជាការពិត អត់អីដែរ But do recommend to mention the resource. Give example ដូច explain ដែរគាត់ថាយើងព្យាយាមឲ្យលម្អិតការបញ្យល់ផងឲ្យវាលម្អិតជាងនឹងទៀតយើងឲ្យជាឧទាហរណ៍ Orange and grapefruit grow in California. Define ឆ្លៀតបញ្យល់អត្ថន័យនៅក្នុង clear នេះយើងសរសេរហ្នឹង Many tourists visit Bangkok, which is the capital and largest city of Thailand. Clear ក្រោយដែលជា relative clause នេះបញ្យល់ឬក៏ឲ្យអត្ថន័យទៅឲ្យពាក្យមួយនេះ Okay. តោះរៀនអ្នកណាចាំ chapter ដែលខ្ញុំបរៀនមុនពេលដែលខ្ញុំបរៀន paragraph ខ្ញុំថាមានធាតុសំខាន់4តើអត់ដល់ពេល chapter នេះគេបរៀនយើងធាតុសំខាន់របស់ paragraph មានតែ3ទេគឺ topic sentence ដែលយើងបានរៀនហើយ topic sentences topic sentence ឲ្យយើងនិយាយថាមានតែ3ទេ There are 3 elements to build a paragraph ខុសពីខ្ញុំនិយាយ right អានេះមួយធាតុហើយមួយធាតុ detail តែពេលនោះខ្ញុំបញ្យល់ថា detail គឺការបញ្យល់បន្ថែម example lặp lạiវិញព្រោះកុំឲ្យវា contradict បញ្យល់លើកមុនផ្សឹងដល់ពេលមកនិយាយទៅផ្សេងចាំយើង rest ចាំខ្ញុំឡើងអូខេអញ្ចឹង topic sentence ទាំងសភៅទាំងការដែលខ្ញុំបញ្យល់គឺដូចគ្នា
Say មិនសេទៅ simple sentence compound sentence complex sentence ឲ្យតែវាមកប្រយោគហើយតែសេរាយរាប់ពីគោលបំណងរបស់ paragraph ហ្នឹង topic sentence ទៅសេបែបម៉េចខ្លួនរបស់វាពិតជាបែបហ្នឹងមែនកុំឲ្យថាទៅសេពីគុណសម្បត្តិចំនួន3ដល់ពេលអានអស់ទៅសេគុណវិបត្តិទៅវិញហើយទៅសេតិចជាងហ្នឹងឬទៅសេលើសហ្នឹងគឺវាខុសហើយ Okay supporting sentences ខ្ញុំប្រាប់ថារកគំនិតមកគ្រប់គ្រង topic ខាងលើម្លាញ់វិញហ្នឹងផ្សេងគ្នារកពី3ទៅ5មកចន្លោះហ្នឹងជាហ្នឹងក៏កុំឲ្យលើស idea វាត្រូវតែផ្សេងគ្នាគុណសម្បត្តិរកគុណសម្បត្តិមក topic ប្រយោគហេតុផលនិយាយហេតុផលហើយនៅក្នុងសភៅបានប្រាប់យើងថា supporting sentence នេះមានរបៀបមាន technique style នៅក្នុងការសរសេរចំនួនដូចបានឃើញពី4-6 and explain មាន describe មាន give reason មាន fact មាន example មាន define ដល់ពេលអញ្ចឹងមើលសភៅហ្នឹងវាខុសពីអីដែលខ្ញុំបានបញ្យល់វាជាន់គ្នានឹងអាក្រោមនេះជាន់គ្នាទៅនឹង detail ខ្ញុំមិនដឹងសភៅគឺអត់បែងចែក detail ទេសភៅយើងចាត់ទុក supporting sentence ហើយនៅ detail ជារឿងតែមួយtechnique ខ្ញុំ detail គឺដើរតួគ្រប់គ្រងឲ្យ supporting ខាងលើហ្នឹងឲ្យអូខេអញ្ចឹងយើងនិយាយអំពីប្រភេទរបស់ supporting sentence សួរថា supporting sentence ជាអីយើងគួរតែស្គាល់ហើយណាយើងទៅតាមមេរៀនមុនក្នុងកថាអីដែលយើងបានរៀនមិនរៀនទី1ទី4 topic sentence give the main idea of the paragraph ទូនាទីរបស់ topic sentence TS ប្រយោគទី1បញ្យល់ពីគោលបំណងដែលសំខាន់ឬក៏សង្ខេបពីកថាខណ្ឌទាំងមូលឥឡូវ TS គឺ supporting sentences នេះគោលបំណងរបស់វាទៅអីគឺ idea to support topic sentence ប្រាប់លោកឡោះពី3ទៅ5 idea ស្អីទៅឲ្យតែគ្រប់គ្រង topic sentence អញ្ចឹងប្រាប់តែយើងបានសរសេរ topic sentence មួយហើយទៅយើងសរសេរ supporting sentence នេះបានតាមក្រោយបើយើងថា I like Cambodia because of 3 reasons អញ្ចឹងយើងទៅរក3ហេតុផលដែលយើងចូលចិត្តស្រុកខ្មែរក្រៅពី focus ទៅលើ reason ហេតុផលយើងអាចនិយាយទៅលើកត្តាផ្សេងទៀតបានអញ្ចឹងបានកន្លែងនេះបញ្យល់យើងពីរបៀបនៃការសរសេរ supporting A good supporting sentences have different goals writer varies them too okay 1 explainក្រៅពីផ្ដល់ហេតុផលហើយមានការបញ្យល់ The family moved from village to capital for economic reasons. Describe bài bằng bó này các bạn. She lived in a lovely 3-story castle surrounded by forests. Give reason ជាប្រភេទ supporting ដែលនិយមប្រើជាងគេ Lucas finally quit his job because of the stressful working environment. Give facts more than 10% of the university student population is international. ឲ្យព័ត៌មានទាំងឡាយដែលជាការពិត
អត់អីដែរ but do recommend to mention the resource give example ដូច explain ដែរគាត់តែយើងព្យាយាមឲ្យលម្អិតការបញ្យល់ផងឲ្យវាលម្អិតជាងនេះទៀតយើងឲ្យជាឧទាហរណ៍ orange and grapefruit grow in California define ឆ្លៀតបញ្យល់អត្ថន័យនៅក្នុង clear នេះយើងសរសេរហ្នឹង many tourists visit Bangkok which is the capital and largest city of Thailand clear ក្រោយដែលជា relative clause នេះបញ្យល់ឬក៏ឲ្យអត្ថន័យទៅឲ្យពាក្យមួយនេះតោះរៀនណាចាំ chapter ដែលខ្ញុំបរៀនមុនពេលដែលខ្ញុំបរៀន paragraph ខ្ញុំថាមានធាតុសំខាន់4តើដល់ពេល chapter នេះគេបរៀនយើងធាតុសំខាន់របស់ paragraph មានតែ3ទេគឺ topic sentence ដែលយើងបានរៀនហើយ topic sentences topic sentenceឲ្យយើងនិយាយថាមានតែ3ទេ There are 3 elements to build a paragraph ខុសពីខ្ញុំនិយាយ right មាន4ធាតុហើយមាន4ធាតុ detail តែពេលនោះខ្ញុំបញ្យល់ថា detail គឺការបញ្យល់បន្ថែមexample lậpឡើងវិញព្រោះកុំឲ្យវា contradict បញ្យល់លើកមុនផ្សងដល់ពេលមកនិយាយទៅផ្សេងចាំយើង rest ចំណុចនឹងឡើងអូខេអញ្ចឹង topic sentence ទាំងសភៅទាំងការដែលខ្ញុំបញ្យល់គឺដូចគ្នាផ្សេងមិនផ្សេងទៅ simple sentence compound sentence complex sentence ឲ្យតែវាមកប្រយោគហើយសរសេររ៉ាយរាប់ពីគោលបំណងរបស់ paragraph ហ្នឹង topic sentence សរសេរបែបម៉េចខ្លួនរបស់វាពិតជាបែបហ្នឹងមែនកុំឲ្យថាសរសេរពីគុណសម្បត្តិចំនួន3ដល់ពេលអានអស់ទៅសរសេរគុណវិបត្តិទៅវិញហើយសរសេរតិចជាងហ្នឹងឬសរសេរលើសហ្នឹងគឺវាខុសអូខេ supporting sentences ខ្ញុំប្រាប់ថារកគំនិតមកគ្រប់គ្រង topic ខាងលើបាច់មិញហ្នឹងផ្សេងគ្នារកពី3ទៅ5មកចន្លោះហ្នឹងជាហ្នឹងក៏កុំឲ្យលើស idea ត្រូវតែផ្សេងគ្នាគុណសម្បត្តិរកគុណសម្បត្តិមក topic បញ្យល់ហេតុផលនិយាយហេតុផលហើយនៅក្នុងសភៅបានប្រាប់យើងថា supporting sentence នេះមានរបៀបមាន technique style នៅក្នុងការសរសេរចំនួនដូចបានឃើញពី4-6 មាន explain មាន describe មាន give reason មាន fact មាន example មាន define ដល់ពេលអញ្ចឹងមើលសភៅហ្នឹងវាខុសពីអីដែលខ្ញុំបានបញ្យល់វាជាន់គ្នាទៅនឹងអាក្រោមនេះជាន់គ្នាទៅនឹង detail ខ្ញុំមិនដឹងសភៅគឺអត់បែងចែក detail ទេសភៅយើងចាត់ទុក supporting sentence ហើយនៅ detail ជារឿងតែមួយtechnique ខ្ញុំ detail គឺដើរតួគ្រប់គ្រងឲ្យ supporting ខាងលើហ្នឹងឲ្យអូខេអញ្ចឹងយើងនិយាយអំពីប្រភេទរបស់ supporting sentence បើសួរថា supporting sentence ជាអីយើងគួរតែស្គាល់ហើយណាយើងទៅតាមមេរៀន
Moon. Trong chúng ta ơi để dược ba tiếng mình nhìn thấy để buồn này. Topic sentence give the main idea of the paragraph. ទូនាទីរបស់ topic sentence TS ប្រយោគទី1បញ្យល់ពីគោលបំណងវាសំខាន់វាក៏សំខាន់ពីកថាខណ្ឌទាំងមូលឥឡូវ TS គឺ supporting sentences នេះគោលបំណងរបស់វាទៅអីគឺ idea to support topic sentence ខ្ញុំប្រាប់ឡោះពី3ទៅ5 idea ស្អីទៅឲ្យទៅគ្រប់គ្រង topic sentence អញ្ចឹងប្រាប់តែយើងបានសរសេរ topic sentence មួយហើយទៅយើងសរសេរ supporting sentence នេះបានតាមក្រោយបើយើងថា I like Cambodia because of 3 reasons អញ្ចឹងយើងទៅរក3ហេតុផលដែលយើងចូលចិត្តស្រុកខ្មែរក្រៅពី focus លើ reason ហេតុផលយើងអាចនិយាយទៅលើកត្តាផ្សេងទៀតបានអញ្ចឹងបានកន្លែងនេះបញ្យល់យើងពីរបៀបនៃការសរសេរ supporting A good supporting sentences have different goals. Writer varies them too. Okay, 1. Explain. Capital head power, right? Oh, the family moved from village to capital for economic reasons. Describe. Bài bằng bó thì có bạn. She lived in a lovely 3-story castle surrounded by forests. Give reason ជាប្រភេទ supporting ដែលនិយមប្រើជាងគេ Lucas finally quit his job because of the stressful working environment. Give facts. More than 10% of the university student population is international. ឲ្យព័ត៌មានទាំងឡាយដែលជាការពិតអត់អីដែរ But do recommend to mention the resource. Give example ដូច explain ដែរគ្រាន់តែយើងព្យាយាមឲ្យលម្អិតការបញ្យល់ផងឲ្យវាលម្អិតជាងនឹងទៀតយើងឲ្យជាឧទាហរណ៍ Orange and grapefruit grow in California. Define ឆ្លៀតបញ្យល់អត្ថន័យនៅក្នុង clear នេះយើងសរសេរណា Many tourists visit Bangkok, which is the capital and largest city of Thailand. Clear ក្រោយដែលជា relative clause នេះបញ្យល់ឬក៏ឲ្យអត្ថន័យទៅឲ្យពាក្យមួយនេះតោះរៀនអ្នកណាចាំ chapter ដែលខ្ញុំបរៀនមុនពេលដែលខ្ញុំបរៀន paragraph ខ្ញុំថាមានធាតុសំខាន់4តើអត់ដល់ពេល chapter នេះគេបរៀនយើងធាតុសំខាន់របស់ paragraph មានតែ3ទេគឺ topic sentence ដែលយើងបានរៀនហើយ topic sentences topic sentence
There are 3 elements to build a paragraph. ខុសពីខ្ញុំនិយាយ right នេះមួយទៀតនេះមួយទៀត detail នៅពេលនោះខ្ញុំបញ្យល់ថា detail គឺការបញ្យល់បន្ថែមexample lậpឡើងវិញព្រោះកុំឲ្យវា contradict បញ្យល់លើកមុនផ្សឹងដល់ពេលមកនិយាយទៅផ្សេងចាំយើង rest ចាំខ្ញុំឡើងអូខេអញ្ចឹង topic sentence ទាំងសភៅទាំងការដែលខ្ញុំបញ្យល់គឺដូចគ្នាផ្សេងមិនផ្សេងទៅ simple sentence compound sentence complex sentence ឲ្យតែវាមកប្រយោគហើយតែសេរាយរាប់ពីគោលបំណងរបស់ paragraph ហ្នឹង topic sentence ទៅសេបែបម៉េចខ្លួនរបស់វាពិតជាបែបហ្នឹងមែនកុំឲ្យថាទៅសេពីគុណសម្បត្តិចំនួន3ដល់ពេលអានអស់ទៅសេគុណវិបត្តិទៅវិញហើយទៅសេតិចជាងហ្នឹងឬទៅសេលើសហ្នឹងគឺវាខុសអូខេ supporting sentences ខ្ញុំប្រាប់ថារកគំនិតមកគ្រប់គ្រង topic ខាងលើមិនបាច់វិញហ្នឹងផ្សេងគ្នារកពី3ទៅ5មកចន្លោះហ្នឹងជាងហ្នឹងក៏កុំឲ្យលើស idea ត្រូវតែផ្សេងគ្នាគុណសម្បត្តិរកគុណសម្បត្តិមក topic ប្រយោគហេតុផលនិយាយហេតុផលហើយនៅក្នុងសភៅបានប្រាប់យើងថា supporting sentence នេះមានរបៀបមាន technique style នៅក្នុងការសរសេរចំនួនដូចបានឃើញពី4-6 មាន explain មាន describe មាន give reason មាន fact មាន example មាន define ដល់ពេលអញ្ចឹងមើលសភៅហ្នឹងវាខុសពីអីដែលខ្ញុំបានបញ្យល់វាជាន់គ្នានឹងអាក្រោមវាជាន់គ្នាទៅនឹង detail ខ្ញុំនៅសភៅគឺអត់បែងចែក detail ទេសភៅយើងចាត់ទុក supporting sentence ហើយនៅ detail ជារឿងតែមួយtechnique ខ្ញុំ detail គឺដើរតួគ្រប់គ្រងឲ្យ supporting ខាងលើហ្នឹងឲ្យអូខេអញ្ចឹងយើងនិយាយអំពីប្រភេទរបស់ supporting sentence សួរថា supporting sentence ជាអីយើងគួរតែស្គាល់ហើយណាយើងទៅតាមមេរៀនមុនចង់ទៅតាមអីដែលយើងបានរៀនមេរៀនទី1មេរៀនទី4ណាtopic sentence give the main idea of the paragraph ទូនាទីរបស់ topic sentence TS ប្រយោគទី1បញ្យល់ពីគោលបំណងដែលសំខាន់វាក៏សំខាន់ពីកថាខណ្ឌទាំងមូលឥឡូវ TS គឺ supporting sentences នេះគោលបំណងរបស់វាទៅអីគឺ idea to support topic sentence ប្រាប់នោះឡោះពី3ទៅ5 idea ស្អីទៅឲ្យតែគ្រប់គ្រង topic sentence អញ្ចឹងប្រាប់តែយើងបានសរសេរ topic sentence មួយហើយទៅយើងសរសេរ supporting sentence នេះបានតាមក្រោយបើយើងថា I like Cambodia because of 3 reasons អញ្ចឹងយើងទៅរក3ហេតុផលដែលយើងចូលចិត្តស្រុកខ្មែរក្រៅពី focus ទៅលើ reason ហេតុផលយើងអាចនិយាយទៅលើកត្តាផ្សេងទៀតបានអញ្ចឹងបានកន្លែងនេះបញ្យល់យើងពីរបៀបនៃការសរសេរ supporting a good supporting sentences have different goals
writer where is them to okay 1 explain ក្រៅពីផ្ដល់ហេតុផលហើយមានការបញ្យល់ The family moved from village to capital for economic reason. Describe bài bằng tòa thì có bạn. She lived in a lovely three-story castle surrounded by forests. Give reason ជាប្រភេទ supporting ដែលនិយមប្រើជាងគេ Lucas finally quit his job because of the stressful working environment. Give facts more than 10% of the university student population is international. ឲ្យព័ត៌មានទាំងឡាយដែលជាការពិត អត់អីដែរ but do recommend to mention the resource. Give example ដូច explain ដែរគាត់តែយើងព្យាយាមឲ្យលម្អិតការបញ្យល់ផងឲ្យវាលម្អិតជាងនឹងទៀតយើងឲ្យជាឧទាហរណ៍ Orange and grapefruit grow in California. Define ឆ្លៀតបញ្យល់អត្ថន័យនៅក្នុង clear នេះយើងសរសេរហ្នឹង Many tourists visit Bangkok, which is the capital and largest city of Thailand. Clear ក្រោយដែលជា relative clause នេះបញ្យល់ឬក៏ឲ្យអត្ថន័យទៅឲ្យពាក្យមួយនេះ Okay តោះរៀនអ្នកណាចាំ chapter ដែលខ្ញុំបរៀនមុនពេលដែលខ្ញុំបរៀន paragraph ខ្ញុំថាមានធាតុសំខាន់4ទៅដល់ពេល chapter នេះគេបរៀនយើងធាតុសំខាន់របស់ paragraph មានតែ3ទេគឺ topic sentence ដែលយើងបានរៀនហើយ topic sentences topic sentenceយើងថាមានតែ3ទេ There are 3 elements to build a paragraph ខុសពីខ្ញុំនិយាយ right នេះមួយធាតុហើយមួយធាតុ detail តែពេលនោះខ្ញុំបញ្យល់ថា detail គឺការបញ្យល់បន្ថែម example lập langវិញព្រោះកុំឲ្យវា contradict បញ្យល់លើកមុនផ្សងដល់ពេលមកនិយាយទៅផ្សេងចាំយើង rest ចាំខ្ញុំឡើង អូខេអញ្ចឹង topic sentence ទាំងសភៅទាំងការដែលខ្ញុំបញ្យល់គឺដូចគ្នាផ្សេងមិនផ្សេងទៅ simple sentence compound sentence complex sentence ឲ្យតែវាមកប្រយោគហើយតែសេរាយរាប់ពីគោលបំណងរបស់ paragraph ហ្នឹង topic sentence ទៅសេបែបម៉េចខ្លួនរបស់វាពិតជាបែបហ្នឹងមែន
កុំឲ្យថាទៅសេពីគុណសម្បត្តិចំនួន3ដល់ពេលអានអស់ទៅសេគុណវិបត្តិទៅវិញហើយទៅសេតិចជាងនឹងឬទៅសេលើសហ្នឹងគឺវាខុសហើយ Okay supporting sentences ខ្ញុំប្រាប់ថារកគំនិតមកគ្រប់គ្រង topic ខាងលើម្លាញ់មិញហ្នឹងផ្សេងគ្នារកពី3ទៅ5មកចន្លោះហ្នឹងជាហ្នឹងក៏កុំឲ្យលើស idea ត្រូវតែផ្សេងគ្នាគុណសម្បត្តិរកគុណសម្បត្តិមក topic ប្រយោគហេតុផលនិយាយហេតុផលហើយនៅក្នុងសភៅបានប្រាប់យើងថា supporting sentence នេះមានរបៀបមាន technique style នៅក្នុងការសរសេរចំនួនដូចបានឃើញពី4-6 មាន explain មាន describe មាន give reason មាន fact មាន example មាន define ដល់ពេលអញ្ចឹងមើលសភៅហ្នឹងវាខុសពីអីដែលខ្ញុំបានបញ្យល់វាជាន់គ្នាទៅនឹងអាក្រោមនេះជាន់គ្នាទៅនឹង detail ចឹងមកនៅសភៅគឺអត់បែងចែក detail ទេសភៅយើងចាត់ទុក supporting sentence ហើយនៅ detail ជារឿងតែមួយtechnique ខ្ញុំ detail គឺដើរតួគ្រប់គ្រងឲ្យ supporting ខាងលើហ្នឹងឲ្យអូខេចឹងយើងនិយាយអំពីប្រភេទរបស់ supporting sentence បើសួរថា supporting sentence ជាអីយើងគួរតែស្គាល់ហើយណាយើងទៅតាមមេរៀនមុនចង់គាត់ថាអីដែលយើងបានរៀនមេរៀនទី1មេរៀនទី4ណាtopic sentence give the main idea of the paragraph ទូនាទីរបស់ topic sentence TS ប្រយោគទី1បញ្យល់ពីគោលបំណងវាសំខាន់វាក៏សង្ខេបពីកថាខណ្ឌទាំងមូលឥឡូវ TS គឺ supporting sentences នេះគោលបំណងរបស់វាទៅអីគឺ idea to support topic sentence ប្រាប់លោកឡោះពី3ទៅ5 idea ស្អីទៅឲ្យទៅគ្រប់គ្រង topic sentence អញ្ចឹងប្រាប់តែយើងបានសរសេរ topic sentence មួយហើយទៅយើងសរសេរ supporting sentence នេះបានតាមក្រោយបើយើងថា I like Cambodia because of 3 reasons អញ្ចឹងយើងទៅរក3ហេតុផលដែលយើងចូលចិត្តស្រុកខ្មែរក្រៅពី focus លើ reason ហេតុផលយើងអាចនិយាយទៅលើកត្តាផ្សេងទៀតបានអញ្ចឹងបានកន្លែងនេះបញ្យល់យើងពីរបៀបនៃការសរសេរ supporting A good supporting sentences have different goals. Writer varies them too. Okay, 1. Explain. Try people had Paula, right? Oh, the family moved from village to capital for economic reasons. Describe bài bằng bó thì có bạn. She lived in a lovely 3-story castle surrounded by forests. Give reason ជាប្រភេទ supporting ដែលនិយមប្រើជាងគេ Lucas finally quit his job because of the stressful working environment. Give facts. More than 10% of the university student population is international. ឲ្យព័ត៌មានទាំងឡាយដែលជាការពិតអត់អីដែរ
but do recommend to mention the resource. Give example ដូច explain ដែរគាត់ថាយើងព្យាយាមឲ្យលម្អិតការបញ្យល់ផងឲ្យវាលម្អិតជាងនេះទៀតយើងឲ្យជាឧទាហរណ៍ orange and grapefruit grow in California. Define ឆ្លៀតបញ្យល់អត្ថន័យនៅក្នុង clear នេះយើងសរសេរហ្នឹង Many tourists visit Bangkok, which is the capital and largest city of Thailand. Clear ក្រោយដែលជា relative clause នេះបញ្យល់ឬក៏ឲ្យអត្ថន័យទៅឲ្យពាក្យមួយនេះ តោះរៀនអ្នកណាចាំ chapter ដែលខ្ញុំបរៀនមុនពេលដែលខ្ញុំបរៀន paragraph ខ្ញុំថាមានធាតុសំខាន់4តើដល់ពេល chapter នេះគេបរៀនយើងធាតុសំខាន់របស់ paragraph មានតែ3ទេគឺ topic sentence ដែលយើងបានរៀនហើយ topic sentences topic sentenceឲ្យទៅនិយាយថាមានតែ3ទេ There are 3 elements to build a paragraph ខុសពីខ្ញុំនិយាយ right នេះមួយធាតុតែមិនមួយធាតុ detail តែពេលនោះខ្ញុំបញ្យល់ថា detail គឺការបញ្យល់បន្ថែម example lặpឡើងវិញព្រោះកុំឲ្យវា contradict បញ្យល់លើកមុនផ្សឹងដល់ពេលមកនិយាយទៅផ្សេងចាំយើង rest ចាំឲ្យខ្ញុំឡើងអូខេអញ្ចឹង topic sentence ទាំងសភៅទាំងការដែលខ្ញុំបញ្យល់គឺដូចគ្នាផ្សេងមិនផ្សេងទៅ simple sentence compound sentence complex sentence ឲ្យតែវាមកប្រយោគហើយសរសេររាយរាប់ពីគោលបំណងរបស់ paragraph ហ្នឹង topic sentence សរសេរបែបម៉េចខ្លួនរបស់វាពិតជាបែបហ្នឹងមែនកុំឲ្យថាសរសេរពីគុណសម្បត្តិចំនួន3ដល់ពេលអានអស់ទៅសរសេរគុណវិបត្តិទៅវិញហើយសរសេរតិចជាងហ្នឹងឬសរសេរលើសហ្នឹងគឺវាខុសអូខេ supporting sentences ខ្ញុំប្រាប់ថារកគំនិតមកគ្រប់គ្រង topic ខាងលើបាច់មិញហ្នឹងផ្សេងគ្នារកពី3ទៅ5មកចន្លោះហ្នឹងជាងហ្នឹងក៏កុំឲ្យលើស idea ត្រូវតែផ្សេងគ្នាគុណសម្បត្តិរកគុណសម្បត្តិមក topic បញ្យល់ហេតុផលនិយាយហេតុផលហើយនៅក្នុងសភៅបានប្រាប់យើងថា supporting sentence នេះមានរបៀបមាន technique style នៅក្នុងការសរសេរចំនួនដូចបានឃើញប្រវត្តិ73supporting sentences ខាងក្រោម ABC នេះជាមួយនឹង topic sentence 1 ឬ 2 ខាងលើន័យថាវាពីរ paragraph ផ្សេងគ្នាគ្រប់គ្រងមួយណាដែលជារបស់ TS1 មួយណាជារបស់ TS2 គាត់តែបំពេញ match វាទេ1ឬ2 Fat diet are an excellent way to stay healthy and trim ចឹងឃើញថា topic គឺ low fat diet controlling idea excellent way to stay healthy topic sentence 2 high protein diet are
favored by ethnic and competitor ចឹង topic របស់ TS2 ឃើញថាគេនិយាយអំពី diet ដែរប៉ុន្តែ high protein controlling idea and ethnic and competitor ចឹងយើងមើលទៅលើ topic យើងដឹងយើងអាន clear ក្រោមហ្នឹងមកណាមួយណាដែលពាក់ព័ន្ធនឹង low fat diet ព័ន្ធនឹង stay healthy យើងបង់លេខ1មក and then support ខាងក្រោមមួយណានិយាយអំពី protein មួយណាដែលនិយាយពាក់ព័ន្ធនឹង ethnic and competitor អាហ្នឹងយើងបង់លេខ2ជាក់ស្ដែង A and B ធ្វើឲ្យយើងរួចហើយ A this food build muscle and increase energy នេះគឺជា supporting sentence គាំទ្រឲ្យ TS2 ព្រោះពាក់ព័ន្ធនឹង muscle ពាក់ព័ន្ធនឹង energy គឺរឿង protein ហើយសាច់ហ្នឹងសាច់យើងក៏សុទ្ធហើយនេះគឺជា supporting sentence back fact ការប្រើប្រាស់ព័ត៌មានដែលពិតប្រាកដ B they are preferred by general public because it help with waste reduction តោះចឹងពាក្យ waste reduction វាដូចនឹងពាក្យ diet ខាងលើហើយជាហេតុយើងបង់លេខ1ចឹងនេះជា supporting sentence របស់ TS1 type reasoning របស់ជាហេតុផលគេផល because C low fat diet are recommended by most physicians តោះចឹងឃើញពាក្យ low fat diet អូស្រេចមកវាដូចនឹង TS1 Many athletes eat high protein food such as meat, bean and nuts ទី2ដោយសារ topic យើងឃើញពាក្យ high fat protein ឃើញ athletes ពាក្យហ្នឹងពិតជាមាននៅក្នុង TS2 ពិតមែនគេ E low fat food មិនអានដល់ចប់គាត់ឃើញ low fat ដឹងសាច់រឿងនិយាយអំពី TS1 ឬ2ហើយហ្នឹង TS1 គាត់ទិញបែបឲ្យជាឧទាហរណ៍ low fat មានអាហារខ្លះ high protein មានអាហារខ្លះ Athletes generally eat high protein diet to give them more energy. Grilled peas, green vegetable, and grilled fish and chicken are all tasty part of low-fat, carb-friendly diet. ពាក្យទេឬក៏យើងឃើញពាក្យ low fat នេះបងចឹងបើយើងសម័យទៅពេលដែលសរសេរជា paragraph អ្វីដែលយើងសរសេរមុនគឺសរសេរ TS1 ចឹងយើងដាក់ប្រយោគណាដែលយើងបង់លេខ1ដូចជា B C E F and H នៅក្រោមហ្នឹងណាព្រោះតាមក្បួនក៏ topic ហើយ supporting ពី1ទៅ5ចប់ហើយបានដល់ concluding sentence Example paragraph 25 នេះគឺ paragraph ពេញលេញមួយមាន topic មាន supporting និង including sentence Number of continents should be a very simple fact but the number you identify depend on where you live ចឹងរៀនហើយមេរៀនមុនប្រយោគដំបូងគេ The United States students learn Asia, Australia and Antarctica ចឹងបន្ទាប់ពី topic sentence គឺ supporting sentence as In Europe, however, students learn that there are 6 continents. They learn that North America and South America are one continent, which are called American. That's about the sentence. Okay.
dạ là năng năng đó còn tình sẽ bàn bài bài từ miền Bắc tới thì họ hỏi vậy là supporting sentence 2ក៏ back ដែរនៅបបែកអឺរ៉ុបគេរាប់តែមានតែ6ក៏មានឧទាហរណ៍ដែរ6គេដកឯទ្វីបណាចេញ The southern of North America but it used to be a part of Colombia which is in South America clear នេះគឺចង់បញ្ជាក់ស្មារតីយើង clear នេះមិនមែនជា supporting sentence ណាយើងហៅវាថា irrelevant sentence គឺ supporting ហៅវាថា irrelevant sentence ជាប្រយោគចាក់ប្រធានជាប្រយោគដែលខុសជាប្រយោគដែលគួរជៀសវាងអត់មានវាទេចឹង be clear ពីបន្ទាត់ហ្នឹងគួរលុបចោលយើងអានមកយើងដឹងមកអត់ one និយាយអំពីបើយើងហៅនៅអាមេរិកមានរាប់ប្រមាណទ្វីបអត់ two បើអ្នកនៅអឺរ៉ុបគេរាប់ប្រមាណទ្វីបតែពេលមកដល់កន្លែងនេះបែរជានិយាយអំពីផាណាម៉ាយើង search ផាណាម៉ាតិចទៅផាណាម៉ាមិនមែនជាទ្វីបទេជាឈ្មោះប្រទេសណាផាណាម៉ាស្ថិតនៅផ្នែកខាងណាអីខាងនៃ South America ជិត Colombia ចឹងអត់មក clear នេះគឺអត់ពាក់ព័ន្ធនឹងទ្វីបទេបែរជាទៅនិយាយប្រទេសវិញចឹងជា clear ដែរចាក់ប្រធានលុបចោលទំនេរនេះបើដក area relevant sentence ពីបន្តចោលបានល្អគឺវាមាន2អញ្ចឹងប្រយោគនេះparagraph នេះអត់ទាន់ល្អទេត្រឹម fair បានត្រឹម fair ដល់ទៀតគេមិនឃើញ support sentence 3 In Europe and Asia are connected into one continent called Eurasia. In other place, Antarctica are not considered an continent. នាងទី3 support នាងទី4ដល់នេះមកប្រយោគវិញបើយើងរស់នៅ Antarctica អត់ចាត់ទុកថាជាទ្វីបទេតែចុងក្រោយខ្ញុំគូបន្ទាត់ឲ្យខាងក្រោមនេះមកបន្ទាត់ចុងក្រោយមកប្រយោគចុងក្រោយអត់មានអីក្រៅពីសេចក្តីបញ្ចប់ឯង concluding sentence what TS topic sentence ខ្ញុំសេចក្ដីនេះមាន topic sentence មួយមាន supporting sentence ចំនួន4ហើយមាន irrelevant ឬក៏ unrelated sentence មួយដែលធ្វើឲ្យសំឡេងនេះមិនសូវល្អហើយបញ្ចប់ដោយ concluding sentence ហើយទៅមើលមួយ paragraph sample 26មើលមក There are 3 options for traveling between Rome and Paris ចឹងប្រយោគដំបូងគេបំផុតទី1នេះពី topic sentence ទៅគឺដល់ supporting តែមានប្រមាណយើងត្រូវ The fastest way is by plane ពេលនេះ supporting sentence but facts as well ជាហើយក្រៅពីនិយាយ SS1 មួយម៉ាត់ចោលអញ្ចឹងយើងត្រូវបញ្យល់នៅខាងក្រោយនេះក្រោយនេះគឺអាចថាឲ្យឧទាហរណ៍សភៅយើងនៅតែហៅវាថា supporting ដដែលតែខ្ញុំហៅប្រយោគក្រោយនេះថា detail បញ្យល់ SS1 នេះឲ្យកាន់តែលម្អិតចឹង detail ក្រោយនេះបែបឧទាហរណ៍ណា However, flying between these two cities can be less expensive unless you find a discount airline ticket ចឹងដោយសារវាមានប្រយោគយើងអាចបូកមួយគឺ
ពីរ៉ូមទៅកាន់ប៉ារីសវិធីទី1គឺតាមយន្តហោះ The second way is by train យើងឃើញចូលដល់លេខ2ហើយទី1 plane ទី2 train right which is very popular with many tourists okay. ឃើញបែបមួយទេ In fact Rome and Paris are visited each year by millions of students all over the world អូខេ clear នេះដូចយើងអត់ប្រួសស្ដាប់ពេកហើយមុនហ្នឹងយើងថាវិធីសាស្ត្រទី2គឺជារទេះភ្លើងហើយនិយមមែនទែនដោយអ្នកទេសចរការពិតទៅប្រទេសទាំងពីរហ្នឹងត្រូវបានទៅលេងដោយសិស្សរាប់ម៉ឺនលាននាក់គេមុនហ្នឹងទៅនិយាយ tourist ឥឡូវមិនបានរត់ចូលមកក្នុង student វិញខ្ញុំ something wrong តែនេះនេះone second ចាបាត់អាចទៅដែរយើងអត់ដឹងគាត់ដឹងថា clear នឹងដាក់ទៅវាអត់ស៊ីគ្នាប្រធានបទយើងនិយាយតែពីរ៉ូមនិយាយតែពីប៉ារីសហើយហើយ topic ត្មងគឺ traveling មធ្យោបាយធ្វើដំណើរហើយក្រៅពីមធ្យោបាយធ្វើដំណើរអត់បាននិយាយទេមួយឆ្នាំមានអ្នកចូលទៅលេងប្រហែល10000នាក់ក៏អត់បាច់ក៏មិនមែនជា topic ដែរ topic យើងផ្ដោតទៅលើតែមធ្យោបាយធ្វើដំណើរបើនិយាយព័ត៌មានលម្អិតពាក់ព័ន្ធមធ្យោបាយធ្វើដំណើរអត់ចាក់ប្រធានទេទៅយើងបានប្រយោគក្រោយនេះល្អ The train fare is not so expensive the service is good but the overnight trip take about 14 hours បាននេះទុកបានបាននេះល្អជាឧទាហរណ៍របស់ SS2 អត់នឹងវិញចំណាយពេលប៉ុន្មាន service មិនដែរអូខេបានទុកបាន SS2 មិញហ្នឹងវាមកភ្ជាប់នៅក្រោមមួយទៀតនៅកណ្ដាលរវាង fact ជាមួយនឹងអត់មាននេះ sorry fact and example នេះលើកប្រយោគនឹងចោលអស់ហើយ Finally many people take bus អូខេចឹងនេះគឺ supporting ទី3ហើយចូលបាយធ្វើដំណើរទី1 plan train and now lastly SS3 ណា by bus The bus is the cheapest of the 3 options. It takes about 22 hours, which is take most of the time. If you research each of these 3 options travel, you will find the best place for you to travel. Okay. តកន្លែងនេះមួយចោលលុបវាចេញទៅ paragraph នេះនឹងប្រសើរដោយសារតែមាន irrelevant sentence ហ្នឹងមិនបងនឹងចេញថាពីនឹងគឺល្អបាទបាទគំរូលំហាត់បែបនេះក៏អាចនឹងចេញមិនអាចទេចេញនៅក្នុង quiz ទី4ហ្នឹងខ្ញុំឲ្យជា paragraph sample អញ្ចឹងទៅខ្ញុំសួរថាប្រយោគណា topic sentence យើងធ្វើមិនអញ្ចឹងណាប្រយោគណាជា concluding sentence ហើយតើ paragraph ហ្នឹងមាន supporting sentence ចំនួនប៉ុន្មានគឺអានេះគេ highlight ឲ្យយើងហើយនេះមាន1មាន2មាន3បើទោះបីគេអត់ highlight ដូចយើងអនុវត្តមិញអញ្ចឹងហើយនេះចេញបើសិនជាគេឲ្យស្រាប់1 2 3គេសួរយើងហើយតើ supporting ទី1 style អី supporting ទី2 style អី supporting ទី3 style អី style អីហ្នឹងតិចភ្លេចបាត់ style អីហ្នឹងនិយាយហើយនេះ supporting នេះ style explain describe give reason give fact give example ឬ define វាឆ្លើយមាន5 style ទី1គេ style ទី2គេ style ទី3អីគេស្ទង់ចេញទៅពីក្នុងហ្នឹង5បែបហ្នឹងឥឡូវយើងមកនិយាយអំពីវិធីក្នុងការ set concluding sentence ចឹង topic sentence យើងរៀនហើយមេរៀនទី3ឥឡូវមេរៀនទី4នេះយើងនិយាយអំពី supporting sentences មាន5វិធីមុនហ្នឹងហើយយើងក៏នឹងនិយាយអំពី concluding sentence ដែររបៀបនៅក្នុងការសេសេចក្តីបញ្ចប់មានសេចក្តីផ្ដើមមានតួខ្លួនអស់ហើយអត់ចេះសេចក្តីបញ្ចប់ក៏មិនកើត
Including sentence is the last sentence of the paragraph. It include or wrap up a paragraph. It let the reader know that you have finished talking about the idea introduced by the topic sentence. ចឹងសេចក្តីបញ្ចប់ប្រាប់អ្នកអានឲ្យដឹងថាយើងបានទៅសេមកដល់ទីបញ្ចប់ហើយវាត្រូវមាន clear ខ្លួនបច្ចេកទេសបែបម៉េចដល់គេដឹងចឹង4នេះគឺជា technique នៅក្នុងការសរសេរ concluding sentence ទី1 restate the main idea សង្ខេបនៅអ្វីដែលយើងសរសេរខាងលើឬក៏សង្ខេប topic sentence ឡើងវិញប៉ុន្តែបើសិនសំណេរយើងជាក់លាក់សេរបស់ក្បែរអស់ហើយខ្ញុំមិនលើកទឹកចិត្តឲ្យទៅសេ technique ទី1ទេព្រោះបើយើងខ្សោយ vocabulary skill ណាយើងសង្ខេបឡើងវិញហ្នឹងគឺយើងឃើញពាក្យដដែល4-5ដងនៅក្នុង paragraph ដែលជាហេតុអាចនឹងត្រូវបានដកបន្ទុកក្នុង writing គេអត់ចង់ឃើញ repetition ទេចឹងបើយើងខ្សោយ synonym អត់ចេះសង្ខេប main idea ដល់ពាក្យពេចន៍ផ្សេងកុំប្រើ technique ហ្នឹងគួរប្រើ technique ទី2គឺ offer and suggestion បើយើងប្រើ technique នេះគឺយើងក្នុង sentence យើងហ្នឹង finally I think ចូលឲ្យតែតទៅ topic កុំឲ្យតែ topic និយាយពីការរៀន online ដល់ពេលណែនាំមកលេខបាល់ជាមួយខ្ញុំផងអញ្ចឹងដកបន្ទុកវិញសរសេរ technique ហ្នឹងឲ្យវា link ទៅនឹងខ្លឹមសារខាងលើក៏ដូចជាប្រធានបទកុំឲ្យចាប្រធានដល់វិធីសាស្ត្រទី3 give your opinion នេះមិនមែនតែជាការណែនាំទេជាគំនិតរបស់យើងផ្សេងៗពាក់ព័ន្ធនឹងប្រធានបទហ្នឹងយើងអាចរាយរាប់កន្លែងហ្នឹងប៉ុន្តែសេចក្តីបញ្ចប់តាមមួយប្រយោគណាគ្នាយើងតែមួយប្រយោគទេមានទីតាំងនៅចុងក្រោយគេមាន4 technique 4វិធីសាស្ត្រហ្នឹងឆ្លៃវិធីសាស្ត្រណាផ្សេងវិធីសាស្ត្រតែមួយប្រយោគទេបើយើងយកចិត្តប្រយោគខ្លីៗយើងសេ simple មកបើយើងមានអីចង់សេច្រើនគំនិតយើងច្រើនយើងត្រូវចេះចងប្រយោគ2 3 4ច្រើនហ្នឹងឲ្យច្រើនមកណាចងដោយប្រើ fanboy ចងដោយប្រើ supporting denominator បើសេប្រយោគយើងជា compound complex ចងឲ្យបានត្រឹមត្រូវក៏បញ្ញត្តិស្មារតីថា topic sentence និង concluding sentence ដូចគ្នាមានតែមួយប្រយោគទេគាត់ topic នៅដើមដំបូង concluding នៅចុងបន្ទាយចប់វិធីសាស្ត្រចុងក្រោយបើយើងអត់ចង់សង្ខេបអត់មាន suggestion អីណែនាំក៏គ្មានអីបញ្ចេញបញ្ចូលដែរយើងធ្វើការឧទាហរណ៍ការទុកគេដើម្បីឲ្យយើងរួចខ្លួនគ្រូដកបន្ទុកអត់បានសូមខកពាក្យពេចន៍ទាំងឡាយណាដែលបញ្ជាក់ថា about probability right I think I believe maybe may my future will be going to ចឹងបើអ្វីដែលយើងសរសេរគ្រូគាត់មិនគិតដូចយើងគាត់មិនទាយបែបហ្នឹងទេក៏គាត់ដកបន្ទុកយើងអត់បានព្រោះយើងប្រើ future will យើងប្រើពាក្យ may my យើងប្រើពាក្យ maybe អ្វីដែលយើងសរសេរវាអាចនឹងបង្កើតឲ្យក៏គ្រូដកបន្ទុកអត់កើតតែបើយើងប្រើ technique លេខ4តែយើងសរសេរ present simple អានឹងគ្រូដកបន្ទុកបានណាបើយើងប្រើវា clear នឹងអត់កើតឡើងយើងអត់ខុសទេវាអាចកើតឲ្យអត់គ្រូទាយអាចទាយខុសអាចទាយត្រូវតែបើយើងអត់ដាក់វាយើងដាក់ present simple ដកបន្ទុកបានស៊ីសងលើគ្រូមួយដែលគាត់ agree យល់ស្របជាមួយការ prediction របស់យើងនឹងដែរអត់ចឹងបើយើងប្រើ style លេខ1 style លេខ3យើងអាចប្រើ present simple បានបើយើងប្រើ technique ទី2យើងអាចប្រើ should not ព្រោះយើងណែនាំស្នើសុំបើយើងប្រើ technique ទី4យើងប្រើ clear flow ណាដែលចាក់ថាអ្វីដែលយើងអាចសរសេរហ្នឹងវាអាចឬក៏មិនអាចកើតឡើងអូខេខាងក្រោមនេះគឺជា transition word ដែលយើងអាចយកទៅសរសេរបានដើម្បីបញ្ជាក់ថាដល់សេចក្តីបញ្ចប់ហើយពាក្យ in conclusion នេះនិយមមែនតើពាក្យ do ក៏ប្រើបានច្រើន in brief ក៏អូខេហើយនៅនេះពាក្យផ្សេងទៀត the end finally slides of life sum up មួយហ្នឹងពាក្យហ្នឹងគឺសុទ្ធតែបញ្ជាក់ថាដល់សេចក្តីបញ្ចប់មួយឆ្លាញ់មួយណាប្រើមួយហ្នឹងតិចរើសមកទេ transition word ក៏បានមួយប្រយោគដែរតែតោះចឹងការបញ្យល់របស់ខ្ញុំចប់ត្រឹមហ្នឹងហើយសម្រាប់សំណេរផ្សេងទៀត sample នៅសល់នេះឧទាហរណ៍24ឧទាហរណ៍28អីធ្វើលេងទៅវានឹងជួយយើង ready សម្រាប់វិញមាន